大家好សួស្តីអ្នកនរគ្នាថ្ងៃនេះផងដែរខ្ញុំលើកយកមេរៀនភាសាចិនមកចែករំលែកដល់អ្នកនរគ្នាបន្តទៀតអញ្ចឹងថ្ងៃនេះយើងរៀនអំពីពាក្យសម្ភារៈសិក្សាភាសាចិនយើងអានថា文教用品ក្រដាសភាសាចិនយើងអានថា纸ក្រដាស纸ក្រដាស纸ក្រដាសសៀវភៅភាសាចិនយើងអានថា书សៀវភៅ书សៀវភៅខ្ទាស់ចំណាំភាសាចិនយើងអានថា书签ខ្ទាស់ចំណាំ书签ខ្ទាស់ចំណាំចង្គៀងលើតុភាសាចិនយើងអានថាถายเติงចង្គៀងលើតុถายเติงចង្គៀងលើតុខ្មៅដៃភាសាចិនយើងអានថាឈានពីខ្មៅដៃឈានពីបន្ទាត់ភាសាចិនយើងអានថាឈើបន្ទាត់ឈើបន្ទាត់ជ័រលុបភាសាចិនយើងអានថា橡皮ជ័រលុប橡皮ជ័រលុបម៉ាស៊ីនគិតលេខភាសាចិនយើងអានថាជីស្វានឈីម៉ាស៊ីនគិតលេខជីស្វានឈីម៉ាស៊ីនបោះពុម្ពភាសាចិនយើងអានថាតាអ៊ីងជីម៉ាស៊ីនបោះពុម្ពតាអ៊ីងជីម៉ាស៊ីនថតចម្លងឯកសារភាសាចិនយើងអានថាហ្វូអ៊ីងជីម៉ាស៊ីនថតចម្លងឯកសារហ្វូអ៊ីងជីចឹងយើងមកអានពាក្យរបស់យើងសារឡើងវិញជឿក្រដាសស៊ូសៀវភៅស៊ូឈានខ្ទាស់ចំណាំថៃតឹងចង្គៀងលើតុឈានពីខ្មៅដៃឈើជឿបន្ទាត់សៀងភីជ័រលុបជីស្វានឈីម៉ាស៊ីនគិតលេខតាអ៊ីងជីម៉ាស៊ីនបោះពុម្ពហ្វូអ៊ីងជីម៉ាស៊ីនថតចម្លងឯកសារចឹងមេរៀនចែកម្លែកភាសាចិនរបស់ខ្ញុំបានដល់ទីបញ្ចប់បើសិនជាបងប្អូនមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំជួយ Subscribe ម្នាក់មួយដាក់រូបកណ្ដឹងដើម្បីទទួលបានពាក្យថ្មីៗពីខ្ញុំបន្តទៀតអរគុណជួបខ្ញុំនៅមេរៀនក្រោយៗទៀតបាយ